សម្រាប់ Moped របស់បងប្អូននេះគឺគាត់មានទំហំមានអីច្បាស់លាស់មកឲ្យអញ្ចឹងណាសម្រាប់ mode design វិញបងប្អូនគាត់ចង់បានលក្ខណៈបែបពណ៌ឆ្នូតៗហើយយើងមាន sample ច្រើនផ្ញើជូនគាត់ឲ្យ select មើលអញ្ចឹងតើគាត់ចង់បានឆ្នូតហ្នឹងគាត់ឆ្លាញ់ mode អីហើយសម្រាប់ color ឬក៏ពណ៌អាហ្នឹងយើងដូរទៅតាមគាត់អញ្ចឹងតមកទៀតគឺយើងចាប់ផ្ដើមធ្វើការ design ជូនគាត់ទៅតាមទំហំហើយអីដែលគាត់ចង់បានមើលទៅគាត់ confirm design ហើយយើងចាប់ផ្ដើមសារ៉េ design detail ទៅជាមួយនឹងទំហំជាក់ស្ដែងជាមួយនឹង mode design mock up ជូនទៅថា mode របស់តុគាត់រៀងចេញមកមិនដើម្បី confirm ទំហំហើយជាមួយ mode design ហើយគឺយើងចាប់ផ្ដើម process ការងារហ្នឹងមកនេះគឺ mapad បន្ទាប់ពី print ហើយសម្រាប់ទំហំ mapad របស់បងប្អូននេះគឺបដ ாய் 1.6 ម៉ែត្រហើយសម្រាប់ទទឹងគឺ70សង់ទីម៉ែត្រកម្រាស់ mapad គឺ5មីលីម៉ែត្របងប្អូនសាច់ក្រាស់ហើយឡើងទន់ហ្មងណា smooth ល្អហ្មងនេះសម្រាប់ mode design គឺទៅតាមអីដែលបងប្អូនគាត់ចង់បានអញ្ចឹងណាគឺមានឆ្នូតពណ៌បៃតងហើយមាន background ពណ៌ប្រផេះសម្រាប់រៀងហ្នឹងគឺរៀងដូចអ្វីដែល mock up ជូនគាត់ជើកមើលអញ្ចឹងគឺយើងបញ្ឆិតចូលក្នុងហើយនេះគឺ mode កាត់ចូលក្នុងទៀតដោយសារតុរបស់គាត់គឺតុ mode បែបហ្នឹងអញ្ចឹងកាត់ចូលក្នុងអញ្ចឹងហើយអញ្ចឹងបើសិនជាបងបងចង់កំង print កំង design កាត់ទៅតាមរៀងតុបងអីគឺបងអាចកំងបានអញ្ចឹងណាហ្នឹងហើយសម្រាប់ការកំងឲ្យផ្សេងៗចូលទៅរឿងថ្លៃទៅអីបងអាចចាត់តងតាម Telegram មក Mapad ហើយសម្រាប់ការកំងបាន10ថ្ងៃជើងមកដល់ណាបងបង